គណៈសង្ឃទាំងពីរគណៈនិងរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាយាងនិមន្តអញ្ជើញសួរសុខទុក្ខនិងនាំយកអំណោយជូនដល់កងទ័ពជួរមុខឈរជើងតាមព្រំដែនកម្ពុជាទិសខេត្តព្រះវិហារសម្ដេចព្រះអភិសិរិយសុគន្ធាមហាសង្ឃរាជធិបតីគតិឧទ្ទេសបណ្ឌិតបូគ្រីសម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះមហាសុមេធាធិបតីគតិបណ្ឌិតអំលឹមហេងសម្ដេចព្រះសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចជាអម្ចាស់និងលោកចាយបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាព្រមជាមួយសម្ដេចព្រះរាជាគណៈព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមលោកស្រីថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងធម្មការនិងសាសនាកាលពីថ្ងៃទី20ខែមិថុនាឆ្នាំ2025បានយាងនិមន្តនិងអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខនិងប្រគល់អំណោយជូនដល់កងទ័ពជួរមុខដែលឈរជើងស្ថិតនៅទិសខេត្តព្រះវិហារសម្ដេចព្រះសង្ឃនាយកទាំងពីរគណៈបានប្រសិទ្ធិពរជ័យសិរីមង្គលវិបុលសុខនិងជយន្តោជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃទិសព្រះវិហារសូមជួបប្រទះនៅពុទ្ធពរទាំង4ប្រការនិងសូមឲ្យឈ្នះអស់មារសត្រូវគ្រប់ទិសទីកំបីអាខានឡើយក្នុងឱកាសនោះលោកចាយបូរិនបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃទិសខេត្តព្រះវិហារពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតដែលជានិច្ចកាលតែងគិតគូរយកចិត្តទុកដាក់ជាប្រចាំពីសុខទុក្ខនិងជីវភាពរបស់បងប្អូនកងទ័ពនិងក្រុមគ្រួសារកងទ័ពទាំងនៅសមរភូមិមុខនិងសមរភូមិក្រោយលោករដ្ឋមន្ត្រីបានលើកឡើងផងដែរថាទន្ទឹមនឹងភាពអង់អាចក្លាហានរបស់កងទ័ពជួរមុខរបស់យើងប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានបង្ហាញពីជំហរដ៏រឹងមាំនៅក្នុងការដាក់ប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដោយយកបញ្ហាប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ3ដែលនេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវមានទិសដៅច្បាស់លាស់ផ្អែកលើផ្លូវច្បាប់អន្តរជាតិនិងក្នុងតំបន់ក្នុងការការពារអធិបតេយ្យភាពនិងសេចក្តីថ្លៃថ្នូរជាតិហើយប្រជាពលរដ្ឋទូទាំងប្រទេសបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីប្រកាសរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក្នុងការនាំយកបញ្ហាដែនដីដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីពន្លត់និងបញ្ចប់បញ្ហានេះស្របតាមច្បាប់អន្តរជាតិទន្ទឹមនឹងការប្រើនៅយន្តការទ្វេភាគីដែលមានស្រាប់ក្នុងការចរចានិងដោះស្រាយបញ្ហាដោយសន្តិវិធីដើម្បីរក្សានិងកសាងព្រំដែនមិត្តភាពសន្តិភាពសហប្រតិបត្តិការនិងការអភិវឌ្ឍដោយរួមទាំងការប្រើប្រាស់សិទ្ធិស្វ័យការពារខ្លួនក្នុងករណីមានការឈ្លានពានណាមួយលោករដ្ឋមន្ត្រីចាយបូរិនសម្ដេចព្រះអភិសិរិយសុគន្ធាមហាសង្ឃរាជាធិបតីគតិឧទ្ទេសបណ្ឌិតបូគ្រីសម្ដេចព្រះមហាសុមេធាធិបតីគតិបណ្ឌិតអំលឹមហេងសម្ដេចព្រះមន្ត្រីព្រះសង្ឃទាំងពីរគណៈតាមឋានានុក្រមរួមជាមួយឯកឧត្តមលោកជំទាវលោកស្រីថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនាព្រះមន្ត្រីសង្ឃទាំងពីរគណៈបានធ្វើការបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់នៅលើលោកសូមជួយថែរក្សាកងកម្លាំងប្រដាប់អាវុធទាំងអស់ឲ្យទទួលបានជោគជ័យលើសត្រូវដែលប៉ុនប៉ងឈ្លានពានយកទឹកដីរបស់យើងនិងដើម្បីថែរក្សាការពារសុខសន្តិភាពនិងការបង្រួបបង្រួមជាតិដែលជាកេរដំណែលរបស់ស្ថាបនិកអគ្គមគ្គុទ្ទេសក៍ឯកនិងប្រតិបត្តិការនយោបាយឈ្នះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងដើម្បីអនុវត្តឲ្យបានជោគជ័យលើគ្រប់ទិសដៅគ្រប់ជ្រុងជ្រោយទៅតាមគោលនយោបាយដ៏ឆ្លៀសវៃប្រកបដោយយុទ្ធសាស្ត្ររបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអំណោយដែលរដ្ឋមន្ត្រីនិងសម្ដេចព្រះសង្ឃនាយកទាំងពីរគណៈនាំយកទៅប្រគល់ជូនកងទ័ពនៅខ្សែត្រៀមជួរមុខនៅទិសប្រាសាទព្រះវិហារ
រួមមានថវិកានិងគ្រឿងឧបភោគបរិភោគជាច្រើនមុខផងដែរនាយឧត្តមសេនីយ៍គតិសង្ឃហបណ្ឌិតហ៊ីងប៊ុនហៀងអគ្គមេបញ្ជាការរងនៃមេបញ្ជាការដ្ឋានអង្គរៈក្នុងនាមកងកម្លាំងកម្ពុជាបានក្រាបបង្គំទូលថ្វាយថ្លែងព្រះអំណរគុណដល់សម្ដេចព្រះសង្ឃទាំងពីរគណៈលោកចាយបរិននិងប្រតិភូអមដំណើរដែលបានមកចុះសួរសុខទុក្ខនិងនាំយកនៅព្រះរាជអំណោយជាថវិការួមជាមួយនឹងគ្រឿងឧបភោគបរិភោគដូចជាមីកញ្ចប់ទឹកត្រីទឹកស៊ីអ៊ីវត្រីងៀតសាច់គោងៀតទឹកបរិសុទ្ធថ្នាំដង្កូវតង់កៅស៊ូកំសៀវប្រគល់ជូនកងកម្លាំងប្រដាប់អាវុធនាពេលនេះ